ព័ត៌មានមួយនេះកំពុងតែក៏ក្រៅខ្លាំងមែនទែនចាគឺអ្នកវិភាគរបស់ប្រទេសចៅសៀមប្រមាណរូបបានចេញមកឌីលក្បាលមុខថាបងប្អូនថាតើរាល់ថ្ងៃហ្នឹងលោកនាយករដ្ឋមន្ត្រីហ្នឹងគិតថាខ្លួនឯងជាមហាអំណាចឬមិនបានជាធ្វើទង្វើថោកទាបអត់មារយាទគ្មានសិលធម៌ហេតុអ្វីបានជាទៅសួរនាំលោកស៊ីនជីនពីងអំពីរថក្រោះដែលខាងចិនហ្នឹងគេដឹកជញ្ជូនមកឲ្យខ្មែរនៅខណៈពេលនេះហើយគេថាតើថ្ងៃណាទើបលោកចុះចេញពីតំណែងបើសិនជាប្រទេសថៃមាននាយករដ្ឋមន្ត្រីដូចជាលោកតើអនាគតយ៉ាងខ្លីទៅមុខនេះប្រទេសថៃនឹងទៅជាយ៉ាងណាខ្ញុំមិននឹកស្មានថាលោកនាយករដ្ឋមន្ត្រីអាចធ្វើទង្វើថោកទាបបែបនេះទៅរួចតើលោកគិតថាលោកជាមហាអំណាចឬក៏យ៉ាងណាខណៈពេលដែលលោកទៅប្រទេសចិនលោកត្រូវសួរនាំពីសេដ្ឋកិច្ចពាណិជ្ជកម្មសុខទុក្ខប្រជាជនចិនណាមិនមែនលោកទៅសួរនាំរឿងរថក្រោះឬក៏អាវុធយុទ្ធភ័ណ្ឌដែលចិនដឹកមកឲ្យខ្មែរនោះទេហេតុអ្វីបានជាលោកធ្វើបែបនេះតើលោកគិតថាធ្វើនេះត្រឹមត្រូវឬក៏យ៉ាងណានិយាយរួមទៅបងប្អូនអ្វីដែលគាត់បានលើកឡើងហ្នឹងណាគឺធ្វើឲ្យប្រជាជនចិនសំទោសប្រជាជនថៃជាច្រើនចូលទៅឌីលអាយុរដ្ឋមន្ត្រីនឹងថែមទៀតនៅក្នុងខមមិនគេហួសចិត្តពេកអ្វីដែលជាគោលដៅសំខាន់គេសួរតែមុខថាតើលោកនឹងតាំងខ្លួនថាខ្លួនឯងជាប្រទេសមហាអំណាចឬមុខថាហើយឆ្លើយប្រាប់អ្នកវិភាគឯងផងលឺអត់អញខ្មាត់គេជំនួសមែនតាឯងប៉ិនឈួតមែនឈួត